សំខាន់គ្នាយើងបែបលឿនតិចតើតើជាមួយនឹងវិធីសាស្ត្រនៅក្នុងការប្រើប្រាស់ MetaTrader 5 ឬក៏គេហៅថា MT5 ហ្នឹងដើម្បី run script AI របស់យើងហើយបន្ទាប់យើង run script AI ហើយវានឹងបញ្ជូនសញ្ញាមកកាន់ Autobot នៅក្នុងការ trade ជាមួយនឹង broker អូខេអញ្ចឹងយើងនឹងបង្ហាញគ្នាយើងបែបលឿនខ្លីៗណាអញ្ចឹងដំបូងយើងត្រូវការ download MetaTrader មកសិនណាយើង download MetaTrader ឬក៏ register ជាមួយនឹង broker មួយណាក៏បានដែរឲ្យតែយើងបាន MT5 នេះគឺជា script ដែលខ្ញុំបង្ហាញគ្នាយើងនៅក្នុង video ដែលខ្ញុំទៅតែនឹង upload ណាយើងចង់បាន script ហ្នឹងយើងអាច download បានណាតាម link នៅក្នុង Telegram group របស់យើងខ្ញុំបាន pin នៅខាងលើណាយើងចុចទៅមើលខាងលើទៅយើងឃើញហើយទី1យើងបង្កើតបញ្ជីទី2យើង download software Autobot ហើយទី3ហ្នឹងគឺយើង download script យើងអាចមានយក script នេះយកទៅប្រើប្រាស់បានណាអូខេអញ្ចឹងមុននឹងយើងបាន script ហ្នឹងមកអញ្ចឹងខ្ញុំសូម remove script នឹងចេញសិនមកឲ្យ script អញ្ចឹងយើងនឹង delete script ចេញសិនហើយ signal connector ក៏យើងសូម remove សិនដែរអញ្ចឹងយើងអត់មាន indicator ទេយើងត្រូវការ indicator ដំបូងបំផុតគឺយើងត្រូវការ indicator ដើម្បីយកមក run អញ្ចឹងតើយើងប្រើប្រាស់ AI ជួយយ៉ាងម៉េចអញ្ចឹង AI ខ្ញុំប្រើប្រាស់នោះគឺឈ្មោះថា Claude AI ណានេះគឺ AI មួយនេះយើងអាចប្រើប្រាស់ជាមួយនឹង GPT ក៏បានដែរក៏អាចទៅសេបានប៉ុន្តែនៅបច្ចុប្បន្នខ្ញុំគិតថា Claude AI ហ្នឹងគឺជាវិធីសាស្ត្រដែលឆ្លាតជាងគេហើយណាអញ្ចឹងដើម្បីបាន indicator ខ្ញុំភាគច្រើនខ្ញុំធ្វើគឺខ្ញុំធ្វើការ screenshot នេះ screenshot តារាងតម្លៃបែបនេះអញ្ចឹងបើសិនយើង trade ទៅលើ Euro GBP យើង screenshot អានឹងមកប៉ុន្តែតែយើង trade Euro USD ឬយើងមក Euro USD មកនេះយើងធ្វើការតេស្តលើ Euro USD អញ្ចឹងយើង remove នេះសិនបដូរមកដាក់1នាទីដាក់ឲ្យយើងតូចតិចមកហើយយើង take screenshot ត្រឹមនឹងមួយសិននេះគឺខ្ញុំចាប់ screen បែបហ្នឹង screenshot មួយតោះមកយើងចាប់ត្រង់នេះមកបើជាប៉ុណ្ណេះទៀតយើងធ្វើ screenshot មួយទៀត2ណាជាងយើងសារទៀតបើជាត្រឹមប៉ុណ្ណេះទម្រង់នេះក៏វាចាប់អារម្មណ៍ដែរ3អូខេអញ្ចឹងយើងបាន screenshot 3ហើយទៅលើ Euro USD យើងបើក Claude មកយើងធ្វើការ upload រូបភាពចូលដើម្បីឲ្យ AI ហ្នឹងវិភាគទីផ្សារទៅតាម screenshot ហើយវានឹងសរសេរ code មកយើងអញ្ចឹងខ្ញុំនឹងសរសេរជាភាសាអង់គ្លេសប្រាប់ថា please make a script make a trading script indicator that include យើងត្រូវមានអានឹងណា that include indicator alert with buy and sell យើងត្រូវការ indicator ដែលវាមាន alert buy ឬក៏ sell according to this បន្ថែមមួយទៀតទៅគឺ binary option please make a trading script please make a binary យើងទៅសេ binary ពួកយើង trade binary គឺ1នាទីเนาะ binary option trading script one binary option 1 minute trading script that include indicator alert with buy and sell according to this យើងចឹងមកយើង according វាអាស្រ័យទៅលើរូបភាព according to this screenshot of EUR USD market structure ចឹងទៅណា market structure ហើយយើងត្រូវការសញ្ញានឹងបែបម៉េចmarket structure that give at least យើងសរសេរចឹងហ្មង at least ហ្មង
at least 10 to 20 alert per hour ចឹងទៅយើងដាក់កម្រិតឲ្យអញ្ចឹងហ្មងព្រោះយើងត្រូវការឲ្យច្រើនតិចហើយយើងបើកមកហើយនេះគឺជាវីដេអូបង្ហាញអំពីការប្រើប្រាស់ AI ហ្នឹងជួយយើងនៅក្នុងការបង្កើត alert ឬក៏ script ហ្នឹងដើម្បីយើងយកមកប្រើប្រាស់នៅក្នុងការ trade បែបស្វែងប្រវត្តិហើយមួយទៀតហ្នឹងគឺសម្រាប់ MT5 គឺ free ណាហើយយើងអាចទៅសេជាមួយនឹង Trading View ក៏បានដែរគ្រាន់តែ Trading View វាជា subscription យើងត្រូវចាយលុយទៅលើហ្នឹងអញ្ចឹងយើងក្នុងគណៈពេលនេះគឺយើងប្រើប្រាស់ software នេះវា free ហើយយើងបាន software free នេះយកមកបូកជាមួយនឹង order bot របស់យើង free ឲ្យមួយខែទៀតអញ្ចឹងគ្នាយើងមានពេលវេលាក្នុងការតេស្តហើយតើការប្រើប្រាស់យុទ្ធសាស្ត្រជាមួយនឹង AI បែបនេះតើវាអាចជួយឲ្យយើងនឹងយកកម្រៃបានអត់នេះគឺអញ្ចឹងឥឡូវយើងរងចាំឲ្យ AI នឹងវាទៅសេ script ឲ្យយើងអូផ្លេចបញ្ជាក់មួយទៀតគឺ MT សុំផុសទៅព្រោះខ្ញុំត្រូវការបញ្ជាក់មួយទៀតគឺ MT5 អានេះវាសេ MT4 ផ្លេចបញ្ជាក់មួយទៀតណា please make a binary 1 minute trading script indicator alert ផ្លេចទៅសេហ្នឹងទៀត for MT5 អញ្ចឹងវាទៅសេ MT4 ឲ្យយើងអូខេគេសាថ្មីវាទៅសេ MT4 យើងអត់ប្រើ MT4 បងអូខេអានេះគឺអញ្ចឹងឥឡូវយើងចាំមកទៅសេឲ្យមកupdate I will build an MT5 indicator combined with the market structure detection with the momentum filter to generate frequent binary option signals. So let me create this for you. គឺចឹងមានន័យថា cloud ហ្នឹងវានឹងធ្វើការសរសេរ indicator ឲ្យយើងហើយចឹងចាំមើលសិនណាពងវិភាគហើយមួយទៀតខ្ញុំនឹងប្រាប់អំពីការដំឡើងទៀតតើវាដំឡើងទៅលើ MT5 នេះគេដំឡើងយ៉ាងម៉េចភ្ជាប់ជាមួយនឹង order bot គេភ្ជាប់យ៉ាងម៉េចណាអញ្ចឹងក្នុងវីដេអូនេះគឺលម្អិតតែម្ដងបើសិនយើងតាមដានជាមួយខ្ញុំគឺយើងនឹងចេះបង្កើត indicator ដោយខ្លួនឯងហើយអូខេមិនត្រឹមតែបង្កើត indicator ដោយខ្លួនឯងហើយយើងអាចយកវាមកប្រើប្រាស់ក្នុងការ trade ប្រចាំថ្ងៃរបស់យើងទៀតវាអាចទៅសេវាអាចនឹងជួយទៅសេជាមួយនឹងការ trade crypto ឬក៏ forex ទៀតអញ្ចឹងនៅ software ថ្មីរបស់ខ្ញុំក្រោយមកទៀតនឹងមាន crypto នឹងមាន forex ឲ្យយើងយកទៅប្រើប្រាស់ផងដែរអញ្ចឹងសម្រាប់ការ trade crypto ហើយនិង forex ហ្នឹងគឺអត់ចាំបាច់យើងអង្គុយសុំ signal ឬក៏អង្គុយវិភាគខ្លួនឯងយូរនោះទេគឺយើងប្រើប្រាស់ AI ហ្នឹងឲ្យធ្វើការវិភាគឲ្យយើងហើយយើងយកមកដាក់ឲ្យ order bot ធ្វើការ trade ស្វ័យប្រវត្តិឲ្យយើងណាអញ្ចឹងវាយ៉ាងដែរអូខេខ្ញុំគិតថាវាសេបានហើយអានេះគឺជា code ណាគឺជា code អញ្ចឹងល្អសម្រាប់ Cloud AI គឺវាបើកនេះទៀតគឺវាបើក meta editor មកយើងឃើញវាសរសេរហើយវាសរសេរចប់ហើយវាបើកជា meta editor មកយើងអញ្ចឹងយើងមិនបាច់ចាំទៅ MT5 ហើយយើងមកបើក meta editor ខ្លួនឯងគឺត្រង់ឡើយនេះគឺ meta editor អញ្ចឹងយើងគ្រាន់តែចុចបើកត្រង់ឡើយនេះមកវាបើក editor ឲ្យយើងអូខេអានេះគឺជា script editor អានេះគឺជាពីមុនអានេះគឺជា indicator ពីមុនរបស់ខ្ញុំអូខេឥឡូវយើងនឹងធ្វើការ compile ណាបន្ទាប់ពីយើងបាន script បើកមកហើយ binary option 1 minute structure យើង click ទៅលើពាក្យថា compile កន្លែងនេះមក generate finish អញ្ចឹងយើងបើកទៅលើ download របស់យើងបន្ទាប់ពីសេឲ្យពីច្រើនវាដាក់មក download អូខេនេះ binary option structure MT5 ណា copy ហើយយើងបិទ editor script របស់យើងមក MT5 ចុចទៅលើពាក្យថា file open data folder MQL file rồi ហើយយើងយកពាក្យថា indicator យើង pass ទៅអូខេនេះណា binary option 1 minute structure បិទតមកយើងចូលមក indicator refresh មក binary option ណាជា binary option
binary option M1 nè cho mọi người tích copy khó copy một tiệt copy từng alert một tiệt mọi copy từng pi mọi copy your file open data folder MQL file indicator path cho binary cái này binary 1 minute bên ta mới road khởi refresh ok cứ trong mỗi này nè cứ mỗi này chứng nhận add cho chart bao nhiêu chart này cứ euro USD dollar nè tập hiện mình color bao nhiêu input rồi cái chọn máu ok soi về mà chồng signal chờn mà signal chờn ok này ta oi chờn tên bên ở bên đây khảo bị té những té mơ hết cho mà thở gọn phía chờn tới được gọi phía chờn nâng vọt rồi chẳng những té bên đây khảo bị té mà đấy chấm mở alert này chấm oi alert mùi vào sân máu hay bắt đầu mới giờ chọn cho mình được connector đây đấy những bàn indicator này anh ấy cứ ok alert mà nhé yeah. Signal là binary structure cell signal by signals ok chân dương bắt đầu bây giờ bàn indicator signal bao giờ ngay là dương màu bạc autobot đấy anh ấy dương tục sẵn alert nhầm tục sẵn nhầm một bật đấy nhầm một bạc autobot tầm đó nhầm một bạc autobot em sẵn bật đi chứ còn toàn miền autobot đấy nhầm này nào việc download đấy download pi website autobot signals cho một căn website autobot signal nó dương complete sign up không tập dương sign up hay dương nâng khởi download một tông nơi khẳng trùng khẳng sẽ đam khẳng lưỡi chứ dương trực download hay dương install đầm lại autobot signal cho nó công tơ dương đây bắt tập dương đầm lại hay dương bạn mà bạn cầm thì mà autobot signal bạn cầm thì cho ok yes cho yes là mấy bạn nó mấy run autobot tập dương bạn autobot đấy complete login cho mình nâng code take bao nhiêu email password bên chi code take hay bậc này dương ở toàn miền chi code take chơi link ngăn cào chơi link video nó đâm mấy bằng cao bên chi code take hay thôi cả login cho mình nâng autobot nè ok chân dương login đấy hay một chiếc sạp nhẹ đà bằng cao link nữa chơi ở nhẹ đà là chơi tam link là mấy bằng cao bên chi trade đó nâng được tuột bàn 30 tháng ấy bây giờ đòi free dương ai vô tới tệ xã mở bán tập dương bàn software nâng tệ free hay dương run cho mùi nâng Amplify xã mở anh ấy nhầm đã signal key đó Amplify Cloud AI ok dương chuyện xe mà nhầm vô biệt thay immediate fix amount nhầm vô đọc $, hay trong lại nhầm check đấy nhầm check từ trong lại martingale nè next signal hay nâng auto martingale p nâng promote step trong lại profit trong lại nó cứ 75 thua từ tam nhom như thế các bạn nàyสำหรับคุณdương miền lôi tích dương đã trông tại mùi là thứ ba này ok câu hỏi đã chờ tao mới chuyện xe mà xe anh ấy cứ chia signal key này cứ dương vô từ job chia mùi nâng amplify bao giờ nhưng đồ tại giờ mình chỉ bật bật code rồi trong lại switch lại này nè chứ nhập đồ chỉ bật đây set ngày này cứ biểu chiếng ấy nè ok chân dương bàn signal key hết dương màu tròn còn lại Amplify bao giờ đâm mấy job Amplify nó màu autobot bao giờ chân đâm mấy job nó cứ dương tự download nè tự chôn một cái download đó cái nhầm đừng phải login cho mình trong autobot là dương chôn màu website tới đâm mấy tất cả button download này dương sign up nó cứ chân cái dương khơi chân dương chọn button download nó nè này cứ download software dương autobot chân đâm mấy download connector cái dương chôn màu này cho này meta connector này khi dương chọn được biểu thá Amplify hãy chọn download nào tập download dương bàn folderแบบnày bạc folder hãy dương thôi cả extract signal connector bao dương mà bây giờ extract hãy extract all tập dương bàn hãy dương màu tròn lại auto signal connector này chỉ MQL file right click copy hãy chọn một căn autobot bao dương bỏ chọn một căn Amplify bao dương này bật ra chọn một căn Amplify đôi khi cho mùi đừng dương đã alert indicator chọn chẳng còn thà nó dương chọn mà open data folder MQL file bên tay dương mà path bên rồi expert
ផាសត្រង់ expert នេះណាអូខេអញ្ចឹងខ្ញុំផាសហើយនេះគឺជា signal connector របស់ខ្ញុំបន្ទាប់ពីយើងបាន signal យើងមកមើលកន្លែងនេះមកណា signal connector គឺនៅក្នុង expert ណានេះ expert advisor នេះគឺជា signal connector អូខេអញ្ចឹងយើងនឹងប្រាប់អំពីហេតុអីបើខ្ញុំអត់ឲ្យគ្នាយើងបិទអានេះព្រោះដើម្បីយកនេះជាព័ត៌មាននៅក្នុងការវាយព័ត៌មានចូលទៅកាន់ connector របស់យើងអញ្ចឹងយើង right click មក add ចូល chart របស់យើងនេះមកលើ input ណាមកលើ input ត្រង់លើ signal key នេះគឺយើងយក signal key ពី software របស់យើងគឺ Autobot ត្រង់លើនេះយើង copy បាទបិទទៅវិញ save ទៅវិញតើយើង copy signal key បានមកហើយយើងមកលើនេះយើងមកដាក់ត្រង់លើ user key ត្រង់លើនេះណាហើយយើង pass ចូលមកpass ចូលតើឲ្យ pass ចូលហើយយើងមើលសញ្ញាត្រង់លើនេះវាទៅ by signal ប៉ុន្តែអក្សរធំអញ្ចឹងអានេះបើអត់មានអក្សរធំទេយើងវាយទៅ3ចូលណា by ហើយ cell អក្សរធំបែបនេះហើយត្រង់លើនេះយើងយកពាក្យថា true មកត្រង់លើនេះយើងអត់បាច់បំពេញទេណាពីបលោះនេះយើងអត់បំពេញទេតែប៉ុណ្្នឹងហើយពួកយើង trade ទៅលើ currency ពិតប្រាកដគឺ euro dollar តើវិញចុច OK មកប៉ុណ្ណេះគឺជាការស្រេចណា run Autobot អូខេអញ្ចឹង alert ចូលមកយើងនឹងត្រូវការ trade ហើយជាពីមុនខ្ញុំ trade 10ដុល្លារណាឥឡូវខ្ញុំ trade ម៉ាឡាឲ្យមើលជាមើលសិនបើម៉ាឡាចូលមកគឺយើងឃើញហើយសិនបើមាន alert ទៀតវាចូលទេវាចូលមកហើយអូខេអញ្ចឹងយើងចាំ signal alert អូខេបើ signal នេះ alert ចូលមកគឺវានឹង trade ឲ្យយើងហើយណាអូខេ99ចូលមកនៅមើលតែមិញហ្នឹងអត់តន់គេ alert ដល់ថា alert ចូលមកគឺ signal វានឹងចូលហើយថ្ងៃនេះបាន216ហើយជាមើល candle នេះចប់ហើយវា alert អត់99ណាគឺតែប៉ុណ្្នេះគឺហើយយើងភ្ជាប់ទៅជាមួយនឹង connector ដើម្បីបញ្ជូនដើម្បីភ្ជាប់ជាមួយនឹង signal key ហ្នឹងអញ្ចឹងវានឹងបញ្ជូនសញ្ញាចូលមកហើយគឺតែប៉ុណ្្នឹងទេនេះគឺជាយើងភ្ជាប់ទៅជាមួយ connector ហើយយើងវាយព័ត៌មានប៉ុណ្ណេះចូលមកព័ត៌មាននេះគឺព័ត៌មានបានពីទី1គឺជា signal key ភ្ជាប់មក software ទី2គឺសញ្ញា buy និងសញ្ញា sell ដែលវាទទួលបានពី alert ណាពី alert ឡើងនេះគឺមានតែប៉ុណ្្នឹងទេអ្នកចូលមកហើយឃើញទេ trade មកឡើងឃើញទេយើងបានកម្រៃ 0.99 ណាគឺយើងគឺសញ្ញាបាញ់ចូលមកគឺឈ្នះណានេះគឺម៉ោង10:40ណា10:40យើងមើលម៉ោង10:41អូខេអញ្ចឹងមានតែប៉ុណ្្នឹងឯណាតាក់ទងជាមួយនឹងវិធីសាស្ត្រនៅក្នុងការភ្ជាប់ MT5 ជាមួយនឹង Autobot ដើម្បី trade ជាមួយនឹង Quotex ណាយើងមានចម្ងល់អីយើងអាចធ្វើការសាកសួរនៅក្នុងក្រុមរបស់យើងបាននៅក្នុងក្រុម Telegram អូខេអញ្ចឹងវីដេអូរបស់យើងគឺមានតែប៉ុណ្ណេះលឿនដើម្បីអត់មានកាត់តយច្រើនទេដើម្បីជួយឲ្យគ្នាយើងយកទៅមើលឲ្យចេះធ្វើចេះបង្កើតតែម្ដងចេះប្រើប្រាស់ AI បង្កើតសញ្ញា trade មកឲ្យយើងហើយបើសិនបើយើងឃើញថាសញ្ញាវាអត់សូវត្រូវយើង screenshot សារថ្មីទៅ screenshot ថ្មីយើង upload ចូលទៅកាន់ claw របស់យើងណា claw AI របស់យើងហើយយើងទៅ say ប្រាប់ថាវាអត់សូវត្រូវទេnot very good អញ្ចឹងទៅណាស្អីក៏បានដែរ not very good please update for me អញ្ចឹងទៅវានឹង update មកថ្មីយើងយក script ថ្មីហ្នឹងយកមក compile នេះ compile ថ្មីមកនេះ editor នេះណាយើងមកចុច compile នេះ compile វាថ្មីមកហើយយើង pass ចូល indicator ណាបើចូលក្នុង indicator folder របស់យើងណានេះដល់យើងចូលទៅលើត្រង់កន្លែងនេះណាអូខេអញ្ចឹងខ្ញុំគិតថាវីដេអូពី2ហើយឈ្នះទាំងពីរតែមួយអូខេអានេះ$9នេះអត់ទេចូលតែមួយអូខេបាទនេះចូលមកមួយទៀតហើយបើអត់បិទទេប៉ុន្តែបិទទៀតឈ្នះទៀតអ្នក sell ចាំមើលពូវាឲ្យសញ្ញាព្រួយ sell ណាចាំមើលទីនេះបិទមកឲ្យថាឡើងទៅខុសឡើងទៅខុសឈ្នះណាគេឈ្នះ2ហើយ094នេះ2 trade ឈ្នះទាំងពីរនេះគឺជាវីដេអូបង្ហាញអំពីការប្រើប្រាស់នេះគឺជា indicator ថ្មីតែម្ដងនេះខ្ញុំទៅតែសេចេញក្តៅពី Claude AI នេះតែម្ដងនេះគឺជាកម្មវិធីខ្ញុំគិតថាគឺល្អក្នុងការប្រើប្រាស់មែនតើអញ្ចឹងខ្ញុំចង់ឲ្យយកនឹងមកណែនាំឲ្យគ្នាយើងចេះប្រើប្រាស់ដើម្បីធ្វើការ trade បែប passive ហ្នឹងយកកម្រៃ
យកកម្រៃដាក់ប៉ៅរៀងខ្លួន51%ដែរធម្មតាហ្នឹងអូខេអញ្ចឹងមានប៉ុណ្្នឹងឯណាកុំឲ្យវីដេអូនេះវាយូរ